Wow, look at this. Okបងប្អូនអញ្ចឹងដោយសារមាន comment ច្រើនពេកអញ្ចឹងខ្ញុំមិនដឹងថា comment រូបណាអញ្ចឹងពេកខ្ញុំមិនដឹងថាយករូបមួយណាអញ្ចឹងខ្ញុំមានតែធ្វើការចាត់ឆ្នោតមកយើង scroll ទៅខ្ញុំចុចចំណាខ្ញុំបកស្រាយរូបមួយនឹងបាទមុនបាទអូខេអញ្ចឹងខ្ញុំយើងចូលអ្នកទាំងគ្នាអូខេអញ្ចឹងខ្ញុំអូទៅលើទៅក្រោមអីចឹងទៅហើយខ្ញុំចុចបាទយករូបមួយណាខ្ញុំអត់មើលទេចុចចំណាខ្ញុំធ្វើហ្នឹងអូខេឥឡូវខ្ញុំចុចចំនេះហើយបាទអញ្ចឹងរូបនេះគឺរូបរបស់ខៀវសុធិរិទ្ធបាទខៀវសុធិរិទ្ធសូមជួយឲ្យយោបល់ផងបងសូមអរគុណអូខេអញ្ចឹងខ្ញុំសេវរូបគាត់បាទដើម្បីយកមកវិភាគតែម្ដងអូខេបងប្អូនឥឡូវខ្ញុំបានបើករូបគាត់ហើយសេវរូបគាត់មកហើយអញ្ចឹងខ្ញុំវិភាគយកតែម្ដងបាទខ្ញុំ break down រូបតែម្ដងអញ្ចឹងទីមួយគឺខ្ញុំត្រឡប់ខ្ញុំគឺតែងតែនេះបាទនេះនិយាយពីល្អមុនហើយនឹងអ្វីដែលល្អរបស់គាត់ហើយនឹងអ្វីដែលគួរតកែទៅបាទអញ្ចឹងអ្វីដែលល្អរបស់គាត់ហ្នឹងគឺតើតើទៅនឹងគាត់ថតចំថ្ងៃនេះថ្ងៃលិចនឹងថ្ងៃរះហ្នឹងទេប៉ុន្តែទីមួយគឺគាត់គ្រប់គ្រងពលឺបាទតើតទៅនឹងពលឺហ្នឹងប្រហែលជាគាត់ថតទូរស័ព្ទអញ្ចឹងទូរស័ព្ទគាត់វាមាន HDR ដើម្បីគ្រប់គ្រងពលឺយើងបានល្អមែនទែនបាទអញ្ចឹងសម្រាប់អ្នកដែលប្រើទូរស័ព្ទគាត់អាចបើកមុខងារហ្នឹងទៅគាត់ថតទៅវា adjust ទាំង line shadow ពលឺហើយនឹងពលឺខ្លាំងបាទ highlight ហើយនឹង line shadow ហ្នឹងគឺវាធ្វើឲ្យជួយយើងច្រើនអញ្ចឹងគឺគាត់ថតទៅគឺពលឺគាត់គ្រប់គ្រងបានល្អហើយតើតទៅនឹងបាទ moment បាទតែពេលវេលាបងមួយបានថាគាត់ឃើញបងប្អូនគឺអានេះពីដូច framing របស់ថ្ងៃហ្នឹងណាឃើញថ្ងៃកណ្ដាលដូចគាត់ភ្នែកអញ្ចឹងបាទអញ្ចឹងវាជា moment វាជាពេលវេលាល្អមែនទែនដែលគាត់ថតមកបានអញ្ចឹងបាទអញ្ចឹងសម្រាប់ពលឺឃើញទាំងអស់នេះគឺផ្ទៃទាំងអស់គឺស្មើគ្នាទាំងអស់បាទអត់ឆេះទេហើយសម្រាប់ moment គឺគាត់បានចាប់ប្លង់មួយនៅពេលវេលាមួយដែលថ្ងៃហ្នឹងនៅក្នុងប្រឡោះពពកទាំងលើទាំងក្រោមនេះតែម្ដងអញ្ចឹងវាហាក់ដូចជាក្របភ្នែកអញ្ចឹងហ្នឹងគេថាដូចជា abstract មួយដែលមនុស្សមើលមកទៅជារូបអីផ្សេងអញ្ចឹងណាអញ្ចឹងយើងអាចគិតបានវិញឆ្ងាយគិតឆ្ងាយថាអូនេះជារូបអីរូបអីបាទដូចយើងតែងតែមើលពពកថាអូពពករូបដូចនេះរូបដូចទន្សាយអញ្ចឹងទៅអញ្ចឹងនេះគាត់មកដូចចើមដូចភ្នែកអញ្ចឹងណាអញ្ចឹងល្អមែនតើគឺអ្វីដែលគាត់បានចាប់យកមកនេះបាទអូខេអញ្ចឹងគាត់មានល្អពីរហ្នឹងបាទទីមួយពលឺគ្រប់គ្រងពលឺហើយនឹងចាប់យកពេលវេលាបាទមកមិននឹងល្អអញ្ចឹងបកមកវិញតើតទៅនឹងអ្វីដែលគួរកែប្រែអញ្ចឹងការកែប្រែរបស់គាត់ទីមួយគឺយើងមើលឃើញការចាប់ប្លង់របស់គាត់ការចាប់ប្លង់គាត់អត់ទាន់បានគេថាចាប់បានត្រឹមត្រូវទេដោយសារប្រហែលជាគាត់អត់ទាន់យល់ composition ហ្នឹង photography composition ឬក៏គាត់បញ្ញាពេកគាត់ថតយក moment ហ្នឹងសិនបាទអញ្ចឹងគេទូទៅបើសិនខ្ញុំគឺខ្ញុំថតយកឲ្យបានដូចគាត់សិនហើយខ្ញុំយកមកក្របបន្ថែមអញ្ចឹងឥឡូវមុនចូលក្របខ្ញុំនិយាយយើងតើតទៅនឹងអ្វីដែលគាត់នេះសិនបាទអញ្ចឹងឃើញអានេះវាតែឯងបាទអានេះមកចំហៀងបាទនេះអាហ្នឹងណាអញ្ចឹងវាសិតតែអ្វីដែលវារំខានផ្នែកយើងនេះគឺ space នេះចោល negative space អញ្ចឹងវាច្រើនពេកមានបើសិនកន្លែងហ្នឹងមានពពកមានអីខ្លះមកណាហ្នឹងហើយអញ្ចឹងគឺវាអាចទុកបានដែរ compose បានដែរអញ្ចឹងទាំងអស់នេះគឺវាទៅជាការរំខានផ្នែកយើងវិញដែលវាមិនមែនជា project subject ល្អតែបើសិនបកគោលខាងណាមានអីបកគោលខាងនេះមួយទៀតយ៉ាហ្នឹងហៅ balance អញ្ចឹងវា balance អញ្ចឹងយើងអាចថ្លឹងគ្នាទៅវាស្មើគ្នាសងខាងអញ្ចឹងហ្នឹងក៏ជា composition មួយទៀតដែរប៉ុន្តែគាត់អត់មានអញ្ចឹងគាត់អានេះវាទៅជារំខានវិញណាបាទអញ្ចឹងនេះជាអ្វីដែលជាយើងគួរតែជៀសវាងបាទពេលឃើញប្លង់ល្អហើយពេលឃើញមុំមិនល្អហើយយើងត្រូវជៀសប្លង់ណាដែលល្អដែលឆ្លាស់ឬក៏មានអីសងខាងជា framing ឬក៏ជាអីចឹងទៅបាទដើម្បីឲ្យរូបយើងនឹងមានភាពតាក់ទាញបន្ថែមទៀតអញ្ចឹងទី1ទី2តើតទៅនឹងបើសិនគាត់បានអញ្ចឹងបាទយើងគួរតែក្របឲ្យល្អទៅដើម្បីឲ្យរូបយើងហ្នឹងគឺវាមានការចាប់អារម្មណ៍ជាងហ្នឹងអញ្ចឹងយើងអាចក្របយកតែម្ដងនេះក៏បានណាបាទដើម្បីបំបត្តិពួកអស់ចោលណាអញ្ចឹងខ្ញុំធ្វើឲ្យមើលអូខេអញ្ចឹងខ្ញុំយកក្របយក original មិនសិនសាក់ original សិនណាអូខេអញ្ចឹងយើងមកក្របអូថក្របយកតែចេះតែម្ដងអូខេអញ្ចឹងអាចមើលថាប្រវែងក្រោមនេះនិងលើនេះវាស្មើគ្នាយើងអាចយកប៉ុណ្ណឹងឬក៏ឲ្យធ្វើម៉េចប្រាក់ទឹកនៅចំកណ្ដាលបន្ទាត់កណ្ដាលនេះណាបាទអញ្ចឹងហើយយើងអាចលេងដើម្បីឲ្យលើខុំឲ្យ rule of third មកស្មើគ្នាក្របតិចអូខេអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំក្របយកឲ្យចិត្តតែម្ដងអញ្ចឹងហ្មងបាទដោយសារអីដោយសារខ្ញុំមើលទៅវាស្មើល្អជាងហើយនៅមានអីសំខាន់ជាងនេះទេបាទជាងរូបដើមណាអញ្ចឹងយើងអាចមើលគ្នាបាទអញ្ចឹងយើងក្របទៅយើងឃើញយើងទុកអានេះហើយអានេះវាស្មើគ្នាណាពីប្រវែងលើមកក្រោមនេះស្មើគ្នាហើយនេះចំកណ្ដាលតែម្ដងណាអញ្ចឹងដោយសារយើងមាន frame នេះហើយមាន frame នេះហើយអញ្ចឹងយើងអាចយកជាកណ្ដាលមកដោយសារយើងជា portrait ណាជា portrait អញ្ចឹងយើងអត់បាច់គិតរឿងនេះបានទេរឿង rule of third បានទេអញ្ចឹងគឺឲ្យចំកណ្ដាលឬក៏មាន framing មើលទៅពេញភ្នែកគឺអូខេតែម្ដងបាទអញ្ចឹងនេះជាអ្វីដែលខ្ញុំផ្ដល់ជូនយោបល់ទៅខាងបងប្អូនអូខេបងប្អូនអញ្ចឹងសង្ឃឹមថាម្ចាស់រូបពេញចិត្តនៅក្នុងការបកស្រាយនេះហើយនឹងទទួលយកបានហើយសម្រាប់បងប្អូនដែលផ្សេងទៀតមើលឃើញអីគួរតែថែមទៀតអាចបន្ថែមទៀតនៅក្នុង comment ខាងក្រោមហើយក៏អាចនេះដែរបាទអាច comment រូបមកខាងក្រោមដើម្បីខ្ញុំធ្វើការបកស្រាយបន្ថែមទៀតបាទនៅបន្តទៀត
ឥឡូវនេះគឺខ្ញុំមាន challenge មួយដោយសារខ្ញុំថ្ងៃ26ដល់ថ្ងៃ26ខ្ញុំទៅវាលធំអញ្ចឹងខ្ញុំចង់យករូបមួយទៅធ្វើការបកស្រាយនៅវាលធំតែម្ដងខ្ញុំថតនៅវាលធំណាអញ្ចឹងខ្ញុំចង់ធ្វើ challenge នឹងមួយអញ្ចឹងក្នុងវីដេអូនេះបងប្អូនអាចតែការ comment ជារូបភាពមកដើម្បីខ្ញុំចាប់ឆ្នោតដើម្បីយករូបហ្នឹងទៅធ្វើនេះបាទទៅធ្វើ breakdown បាទវិភាគរូបហ្នឹងនៅវាលធំតែម្ដងបាទនៅវាលធំយើងនៅខេត្តរតនគិរីណាស្អាតណាអញ្ចឹងខ្ញុំក្រុងតែនោះហើយខ្ញុំធ្វើវីដេអូបកស្រាយនៅទីនោះតែម្ដងអញ្ចឹងបងប្អូនកុំភ្លេច comment ខាងក្រោមរូបខាងក្រោមដើម្បីខ្ញុំជ្រើសរើសមួយរូបដើម្បីយកទៅធ្វើការបកស្រាយទីនោះតែម្ដងបាទអញ្ចឹងអូខេកុំភ្លេចជួយ subscribe ហើយនឹង like ហើយ follow ហើយ share ទៅបងប្អូនយើងដទៃទៀតដើម្បីគាត់ដឹងជាចំណេះដឹងផងដែរសម្រាប់វីដេអូទាំងអស់នេះអញ្ចឹងកុំភ្លេចជួយ subscribe YouTube channel ខ្ញុំ Madi Suong ហើយនឹង Suong Madi ហ្នឹងហើយមួយទៀតគឺ channel មួយទៀតគឺ Your Photo is Your Word Facebook ដូចគ្នាដែរឈ្មោះដូចគ្នាដែរឈ្មោះពីរនឹងដូចគ្នាដែរអញ្ចឹងអូខេកុំភ្លេច Your Photo is Your Word ជួបគ្នាវីដេអូក្រោយបាយ